គេមិនចង់ឲ្យយើងជាបរិវត្តខ្មែរយើងនឹងបានដឹងបានយល់អំពីប្រវត្តិសាស្ត្រទេហើយអ្វីដែលគេរៀនវិញគឺគេឲ្យដឹងតែពីរឿងគុណបំណាច់របស់យួនធ្វើមកលើខ្មែរទឹកដីនោះជាទឹកដីរបស់យួនអីប៉ុណ្ណឹងណាប៉ុន្តែអ្វីដែលជាការពិតនៃប្រវត្តិសាស្ត្រគេមិនមកលាតត្រដាងឬក៏អនុញ្ញាតឲ្យយើងរៀនសូត្រទេហើយជាពិសេសសាលាខ្មែរយើងនៅកម្ពុជាក្រោមខ្ញុំនិយាយដោយឡែកថាពីមុនមកការរៀនសិក្សារៀនសូត្រហើយការចូលរួមតស៊ូរបស់ប្រសង់ក៏ដូចប្រជាពលរដ្ឋខ្មែរយើងអិសរាជជននយោបាយខ្មែរយើងហូហែមកនឹងក៏បានតស៊ូយ៉ាងខ្លាំងក្លាក្នុងការសិក្សារៀនសូត្រនៅលើទឹកដីកម្ពុជាក្រោមហើយជាពិសេសយើងបានរៀនអំពីប្រវត្តិសាស្ត្រភូមិសាស្ត្រនេះច្បាស់លាស់ណាស់នៅក្នុងសាលារៀនរបស់យើងហើយរៀនដែលសាលាដែលសំខាន់មួយទៀតនោះគឺរៀនពីពុកម្ដាយដែលគាត់ឆ្លងកាត់ផ្ទាល់ដូចជាសម័យរឿងយួនកាប់ខ្មែរកាប់យួនរឿងបារាំងត្រួតត្រាអីយកដុតខ្មែរទាំងរស់ទាំងអីយួនយកធ្វើបាបអីហ្នឹងគឺសុទ្ធសឹងតែឯកសារមិនសូវមានសរសេរទេប៉ុន្តែឯកសារផ្ទាល់មាត់វិញដូចជាការដុតខ្មែរយើងទាំងចង្រុកនៅខេត្តឃ្លាំងពលាវហ្នឹងគឺមានអ្នកដែលរស់រៀនមានជីវិតរត់រួចពីចង្រុកទាំងអស់ហ្នឹងគាត់មករាយរាប់ប្រាប់យើងព្រោះខ្ញុំបានជួបផ្ទាល់ច្រើនដែលគាត់បាននិយាយពីរឿងដុតអំពីរឿងអីនឹងស្លាប់ខ្មែរយើងនៅហ្នឹង